ngày nay giờ ốp co mùi tuyệt mà hàng chuột một ôn này một ônអាចជាស្គាល់แล้วเนาะចាហ្នឹងហើយណែនេះគេហៅថាអួនបងប្អូនអួនប្រយងចាឬក៏អួនឆ្កែឈួតតាមអ្នកហៅចាអួននេះគឺអួនលក្ខណៈគ្រួសារខ្នាតតូចណាចាអួននេះគឺមានអនងខ្សែគោថៃហើយនិងអនងបោះខ្សែដៃស្នាញ់នេះចាតាមបងប្អូនស្រឡាញ់ហើយសម្រាប់អួននេះគឺយើងមានអនងចំហៀងនេះគឺប្រើជាមួយនឹងអនងខ្សែដៃស្នាញ់ណាចាយើងដាក់តែខាងលើនេះយើងប្រើខ្សែគោថៃហើយយើងប្រើកំសួលជើងក្រោមយើងប្រើច្បាក់ហើយនឹងសណោទៅតាមអ្នកប្រើហើយអួនប្រភេទនេះឥឡូវហ្នឹងភិច្រើនតែអ្នកដែលគាត់មានស្រះខ្លួនឯងចាហើយគាត់កំងខ្នាត15 20ទៅ30ម៉ែត្រតែភិច្រើនភ្ញៀវដែលគាត់ចូលកំងរបស់ខ្ញុំគឺគាត់មានស្រះផ្ទាល់ខ្លួនតែម្ដងដោយសារតែបងប្អូនឥឡូវច្រើនគាត់ជីកស្រះនៅតាមផ្ទះខ្លួនឯងអញ្ចឹងណាហើយដល់ពេលដល់រដូវដែលគាត់ចង់បានត្រីចាគឺក៏គាត់ចិញ្ចឹមត្រីយើងធ្វើគឺគាត់អត់ធ្វើការបូមទឹកចេញទេគាត់សុកចិត្តប្រើអួនចាគៀទៅបើអ្នកដែលគាត់ចិញ្ចឹមត្រីយើងធំអញ្ចឹងគាត់សុកចិត្តយកកាឡាធំគៀទៅឲ្យកូនត្រីទូចនៅហ្នឹងហើយព្រោះភិកច្រើនភ្ញៀវដែលគាត់ចូលកំងច្រើនគាត់និយាយអញ្ចឹងចាហើយអញ្ចឹងវាគិតទៅវាងាយស្រួលច្រើនដែរដោយសារតែពេលដែលយើងគៀជាមួយនឹងអួនយើងអត់បាច់ខាត់ក្នុងការបូមទឹកទេកាលពីមុនផ្ទះខ្ញុំក៏ដែរបងប្អូនផ្ទះខ្ញុំក៏មានស្រះដែរបើសិនជាខ្ញុំត្រូវការយកត្រីនៅចន្លោះពេលចិត្តចូលឆ្នាំអញ្ចឹងចាពេលដែលខែប្រាំងអញ្ចឹងយើងចាប់ផ្ដើមបូមមកអញ្ចឹងទៅជាបូមហើយគឺយើងអត់មានទឹកបញ្ចូលទេត្រូវមានភ្លៀងមកមិនមានទឹកអញ្ចឹងពេលដែលយើងបូមចាប់ត្រីមិនចាប់ឲ្យអស់ហើយណាត្រីនឹងនៅចាអញ្ចឹងទៅឥឡូវនឹងពីច្រើនបងគាត់មានស្រះគាត់ប្រើអួនច្រើនជាងគាត់អត់បូមទឹកចេញទេគាត់សុខចិត្តអូសត្រីនឹងទៅចាគាត់ចាប់ប្រភេទត្រីធំត្រីទូចក៏គាត់ចាក់ចូលវិញអញ្ចឹងណាដោយសារតែស្រះរបស់គាត់ហ្នឹងហើយអញ្ចឹងសម្រាប់អួននេះគឺកន្លះពីកន្លះជាង2ម៉ែត្រជើងប្រយុងបត់ឲ្យ1ម៉ែត្រកន្លះបើយើងនិយាយឲ្យចំទៅសាច់របស់វាហ្នឹងគឺវា5ម៉ែត្របងប្អូនចាព្រោះដោយសារជើងប្រយុងដែលយើងបត់ហ្នឹង1ម៉ែត្រកន្លះបត់ចូលក្នុងអញ្ចឹងបើយើងលាសាច់នឹងមកគឺវា3ម៉ែត្របាត់ហើយសម្រាប់ជាងវាគឺតែ2ម៉ែត្រទេបងប្អូនចាហើយសម្រាប់អួននេះខ្នាតដែលខ្ញុំធ្វើធម្មតាគឺយើងធ្វើទៅតាមសាច់អញ្ចឹងកន្លះពីកន្លះនេះយើងធ្វើជាងបាន2ម៉ែត្រជើងប្រយុងបត់ឲ្យ1ម៉ែត្រកន្លះអញ្ចឹងបញ្ជាក់បងប្អូនតិចខ្ញុំនិយាយជើងជាងនេះគឺខ្ញុំនិយាយសំដៅលើកម្ពស់ទឹកចាបើជើងប្រយុងគឺយើងនិយាយបាតប៉ុន្តែបាតខ្ញុំអត់រាប់ទេបងប្អូនចាបាតយើងអត់រាប់ទេព្រោះដោយសារតែបាតហ្នឹងទៅពេលដែលបងប្អូនអូសទៅវានៅខាងក្រោមទេអញ្ចឹងខ្ញុំនិយាយតែជាងទេដើម្បីងាយស្រួលបងប្អូនដែលគាត់ត្រូវការកំងអីគាត់អាចយល់ថាដែលថាកម្ពស់ទឹកហ្នឹងគឺយើងប្រៀបធៀបមួយជាងវាបើសិនជាទឹកជ្រៅជាងហ្នឹងយើងត្រូវទៅយកជាងឲ្យវែងជាងហ្នឹងចាដើម្បីអូសទៅកុំឲ្យវាទៀបជាងទឹកកាលណាអូសទៅទៀបជាងទឹកក៏អូសអត់សូវបានដែរហ្នឹងហើយត្រីខ្លះវាដើរលើទឹកទៅវាផុតអួនអញ្ចឹងណាចាហើយសម្រាប់អួននេះគឺប្រភេទជើងច្បាក់បងប្អូននេះចាដូចខ្ញុំបង្ហាញជូនបងប្អូននេះអានេះកន្លែងជើងដែលយើងបត់ហើយចានេះសាច់ដែលយើងបត់នៅសោះថ្នាក់វាហ្នឹងណាចាពេលដែលយើងអូសទៅគឺត្រីចូលនៅក្នុងហ្នឹងហើយសម្រាប់កន្លែងស្នាច់ច្បាក់នេះឃើញយើងធ្វើថ្នាក់ដូចជើងច្បាក់ស្នាញ់អញ្ចឹងណាគឺថ្នាក់ធំចាបើស្នាញ់យើងធ្វើថ្នាក់ទូចហ្នឹងហើយសម្រាប់អួនយើងធ្វើថ្នាក់ធំហើយប្រភេទច្បាក់គឺយើងប្រើច្បាក់លេខ12ចាយើងអត់ប្រើច្បាក់គ្រាប់ធំទេព្រោះកាលណាអួនធំប្រើច្បាក់ធំកាន់តែធ្ងន់ប្របាក់អូនអញ្ចឹងយើងអាចប្រើត្រឹមច្បាក់លេខ12ណាចាហើយសម្រាប់អួនហ្នឹងបងប្អូនខ្លះក៏គាត់ប្រើប្រភេទជើងស្នោចាប៉ុន្តែនេះខ្ញុំប្រើជើងច្បាក់ដោយសារតែតំបន់ខ្លះផុកខ្លាំងអញ្ចឹងគាត់ប្រើជើងស្នោប៉ុន្តែភាគច្រើនអ្នកដែលគាត់អូសខ្នាតធំគាត់ប្រើជើងស្នោហើយតែអ្នកដែលគាត់អូសខ្នាតតូចល្មមត្រឹមល្បាក់10 5 10 20 30អីភាគច្រើនគាត់ប្រើច្បាក់ជាងណាចាហើយសម្រាប់អួននេះគឺខ្សែលេខ2ហើយសម្រាប់តម្លៃបើសិនជាយើងគិតត្រឹមតែ10ម៉ែត្រអីធម្មតាគឺខ្ញុំដាក់ចេញ170000ខ្ញុំហ្វ្រីដឹកជូនមានថង់មានឈ្នួលមានបោះជូនណាចាប៉ុន្តែសម្រាប់បងប្អូនគាត់យកចាប់ពី5 10 20គឺតម្លៃអត់ប៉ុណ្្នឹងឯងតម្លៃយើងគឺទៀបជាងនឹងវិញបងប្អូនយកកាន់តាវែងតម្លៃគឺកាន់តាទៀបចាដោយអួនខ្ញុំបង្ហាញនេះគឺ5 10ម៉ែត្រអញ្ចឹងបើសិនជាគិត5 10ម៉ែត្រគឺតម្លៃត្រឹមតែ240,000ទេអញ្ចឹងខ្ញុំគិតតម្លៃត្រឹម16ជូនប៉ុន្តែបើបងប្អូនយកខ្ពស់ជាងនឹងទៀតអាចជា20 30 40 50អញ្ចឹងគឺវាតម្លៃកាន់តែទៀបមកខោមតិចទៀតអញ្ចឹងណាចាហើយសម្រាប់នេះប្រវែង5 10ម៉ែត្របងប្អូនចាមើលជាក់ស្ដែងណាសាច់ច្រើនណាឃើញទេបងប្អូនណាចាតាមតែយើងអូសស្រះល្មមអីយើងអាចអូសខ្នាតនឹងបានចាឬក៏តាមបន្លាយចាបងប្អូនខ្លះតែគាត់មានអួនអញ្ចឹងទៅគាត់អូសតាមស្រះខ្នាតតូចៗដែលគាត់ជីកនៅក្បែរផ្ទះអញ្ចឹងហ្នឹងហើយគាត់អាចអូសខ្នាតនឹងបានឬក៏តាមបន្លាយតូចល្មមអញ្ចឹងគាត់អូសបានហើយចាហើយជម្រៅដូចខ្ញុំបង្ហាញបងប្អូនអញ្ចឹងគឺថ្នាក់នេះនៅពេលដែលយើងអូសទៅត្រីចូលក្នុងហ្នឹងអញ្ចឹងប្រភេទត្រីផ្ទក់ឬក៏ត្រីរយវាលូតអត់ចេញទេដោយសារតែថ្នាក់វាវែងយើងធ្វើ1ម៉ែត្រកន្លះបត់ហើយអញ្ចឹងណាចាកន្លែងហ្នឹងគឺគេប្រយ័ត្នគោះទី1បើយើងអូសត្រីដូចត្រីកាព្រីនេះវាអត់លូតទេតែបើប្រភេទត្រីរយវានឹងលូតអញ្ចឹងទៅគេធ្វើថ្នាក់ហ្នឹងរៀងវែងហើយថ្នាក់ហ្នឹងមិនមែនថាយើងប្រើដូចគ្នាទាំងអស់ហើយអ្នកខ្លះគាត់ប្រើ2ម៉ែត្រអ្នកខ្លះប្រើ1ម៉ែត្រកន្លះដូចខ្នាតខ្ញុំធ្វើអញ្ចឹងទូទៅ1ម៉ែត្រកន្លះអ្នកខ្លះគាត់ប្រើត្រឹមតែ1ម៉ែត្រទេចាហើយមានអ្នកខ្លះសឹងតែប្រើ10កន្លះម៉ែត្រទៀតប៉ុន្តែ
ដោយយោបល់របស់ខ្ញុំអញ្ចឹងបើប្រើកន្លះម៉ែត្រនេះមានអារម្មណ៍ថាខ្លីពេកវាសឹងតែប្រហែលជើងច្បាក់ស្នាអញ្ចឹងណាអញ្ចឹងខ្លាចនៅពេលយើងអូសចូលទៅរកអីវាងាយនឹងលូតចេញចាអញ្ចឹងហើយបានខ្ញុំភិកច្រើនឲ្យភ្ញៀវគាត់ប្រើរឿងវែងតិចទៅវាល្អជាងដែរចាបើសិនជាយើងអូសត្រឹមតែភ្លៀងតែក្រាញ់ក៏វាមិនងាយលូតដែរចាខ្លាចតែត្រីរស់ទៅអីទៅវាបុកចេញអញ្ចឹងណាហ្នឹងហើយអញ្ចឹងបើសិនជាបងប្អូនដែលគាត់ចង់សាកសួរព័ត៌មានទៅនឹងអួនអីហ្នឹងហើយគាត់ចង់កំងអីគាត់ជួយបញ្ជាក់កពុះបងប្អូនកពុះអញ្ចឹងដែលខ្ញុំនិយាយហ្នឹងទៅចាឲ្យលេខខ្សែសាច់អួនហ្នឹងចាឲ្យបន្តមកជើងប្រយុងដែលបត់ហ្នឹងទូទៅយើងបត់1ម៉ែត្រខ្លះបងប្អូនចង់បានប៉ុន្មានប្រាប់ទៅចាឲ្យនឹងចាំងរបស់វាដែលកពុះវាហ្នឹងឲ្យនឹងបដ ாய் បញ្ជាក់តែប៉ុណ្្នឹងទៅងាយស្រួលខ្ញុំប្រាប់តម្លៃហើយអួនមួយគឺអត់ដូចគ្នាទេបងប្អូនដែលកំងក្នុងមួយថ្ងៃអញ្ចឹងអ្នកខ្លះកំងខ្នាតនេះអ្នកខ្លះកំងខ្នាតនោះកាឡាក៏ខុសគ្នាកពុះហ្នឹងក៏ខុសគ្នាអញ្ចឹងណាចាអញ្ចឹងហើយទើបខ្ញុំបញ្ជាក់ជូនបងប្អូនថាបើសិនជាគាត់ចង់សួរអីមួយគាត់បញ្ជាក់ច្បាស់ទៅងាយស្រួលខ្ញុំប្រាប់ហើយសម្រាប់បងប្អូនដែលគាត់ខលតាមលេខណាអធិស្ឋានបើសិនជាមានការលើកយឺតយ៉ាវអីព្រោះអីខ្ញុំច្រើនណាណឲ្យបងប្អូនឆាតចូល Page ឬ Telegram លេខខ្ញុំអត់សូវបានលើកទេលេខមានអ្នកខលច្រើនហ្នឹងហើយអញ្ចឹងបងប្អូនជួយនៅ add ទៅ Telegram ឬក៏ Page របស់ខ្ញុំទៅចាខ្ញុំនឹងចាំតបបងប្អូននៅនឹងហើយការតបរបស់ខ្ញុំក៏មានម៉ោងដែរព្រឹកខ្ញុំច្រើនតែចូលមើលតាំងម៉ោង 6 ព្រឹកក៏ប៉ុន្តែល្ងាចចន្លោះម៉ោង 4 ម៉ោង 5 ហ្នឹងគឺចាប់ផ្ដើមម៉ោងដែលវាខ្ចប់ទៅដាក់បានចេញអញ្ចឹងអាចជាយឺតយ៉ាវបន្តិចប៉ុន្តែចន្លោះពីហ្នឹងយើងអាចតបខ្លះរហូតដល់ម៉ោង 9 យប់អញ្ចឹងណាចាអញ្ចឹងពីចន្លោះពីហ្នឹងគឺខ្ញុំអត់បានតបទៀតទេអ្នកដែលគាត់ឆាតយប់ពេកគឺខ្ញុំអត់បានតបខ្ញុំនឹងយកមកតបពីព្រឹកចាអញ្ចឹងសម្រាប់អីវ៉ាន់ខាងខ្ញុំមួយថ្ងៃចេញពីជើងព្រឹកមុនម៉ោង 6 ព្រឹកមុនម៉ោង 9 ព្រឹកចាខ្ញុំតបឆាត់ម៉ោង 6 ណាចាល្ងាចមុនម៉ោង 5 បើសិនជាបងប្អូនត្រូវការកំងជើងណាចាបញ្ជាក់ដាក់ជើងទៅខ្ញុំនឹងរៀបចំជូនហើយសម្រាប់បងប្អូនដែលគាត់សាក់សួរព័ត៌មានតកតងនឹងស្រឡាញ់នឹងអួនហ្នឹងហើយព័ត៌មានបတ်ឆាត់ចូល Page Telegram ណាបញ្ជាក់ខ្នាតឲ្យខ្ញុំតិចទៅស្រួលខ្ញុំប្រាប់ជូនចាហើយអរគុណបងប្អូនមែនតើណាសម្រាប់ការចូលមកគាំទ្រនៅក្នុង Page ចាំមុំក៏ដូចជា Channel YouTube ក៏ដូចជា TikTok ចា Instagram ហើយនឹងចា Channel Telegram ចាអរគុណទាំងអស់គ្នាបាយបាយ